កូរ៉េខាងជើងគឺជាប្រទេសដែលកំពុងបង្កើតភាពតានតឹងនៅទូទាំងពិភពលោកជាពិសេសសហរដ្ឋអាមេរិកតែម្ដងចាប់តាំងពីការធ្វើតេស្តមីស៊ីលរហូតដល់គោលនយោបាយបរទេសរបស់ពួកគេគឺសុទ្ធសឹងតែគ្របដណ្ដប់ក្នុងអាថ៌កំបាំងនិងភាពខ្មៅងងឹតខាងក្រោមនេះគឺជាហេតុផលទាំង10យ៉ាងដែលកូរ៉េខាងជើងគឺជាប្រទេសដែលពិបាករស់នៅបំផុតទី1ហាមមិនឲ្យស្លៀកខោកប៊យពណ៌ខៀវខោកប៊យពណ៌ខៀវគឺជានិមិត្តរូបមួយតំណាងឲ្យចក្រភពនិយមអាមេរិកដ៏ល្អបំផុតទី2ហាមមិនឲ្យចំអកមើលងាយការចំអកមើលងាយអ្នកដទៃឬមេដឹកនាំអាចធ្វើឲ្យអ្នកបាត់បង់ជីវិតទី3ហាមមិនឲ្យនិយាយប្រឆាំងនឹងរដ្ឋាភិបាលប្រសិនបើអ្នកងឿងឆ្ងល់ពីមូលហេតុនៅពីក្រោយការហាម5ទាំងនោះវានឹងត្រូវចាត់ទុកជាអំពើក្បត់ហើយអ្នកនឹងត្រូវស្លាប់5ដងព្រោះការហាមឃាត់នៅកូរ៉េខាងជើងពិតជាត្រូវបានយកចិត្តទុកដាក់ខ្លាំងណាស់ទី4ហាមមិនឲ្យមើលកម្មវិធីទូរទស្សន៍បរទេសប្រសិនបើពួកគេចាប់បានអ្នកកំពុងមើលអ្វីផ្សេងក្រៅពីបណ្ដាញទូរទស្សន៍រដ្ឋាភិបាលនោះអ្នកនឹងមានទោសស្លាប់ជាមិនខានទី5ផឹកគ្រឿងស្រវឹងអាចទទួលទោសស្លាប់អ្នកនឹងទទួលទោសស្លាប់ប្រសិនបើរដ្ឋាភិបាលចាប់បានអ្នកកំពុងផឹកគ្រឿងស្រវឹងដោយគ្មានការអនុញ្ញាតគ្រឿងស្រវឹងត្រូវបានគេបំរុងទុកសម្រាប់តែឱកាសពិសេសប៉ុណ្ណោះទី6និយាយថាទេចំពោះសាសនាកូរ៉េខាងជើងមិនមែនជាប្រទេសដែលមានសេរីភាពសាសនានោះទេអ្នកមិនអាចអនុវត្តសាសនាណាមួយគ្រប់សាសនាទាំងអស់នៅទីនោះបានឡើយលុះត្រាតែអ្នកចង់ស្លាប់ទី7ហាមមិនឲ្យធ្វើដំណើរទៅក្រៅប្រទេសកូរ៉េខាងជើងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅក្រៅប្រទេសឡើយលើកលែងតែករណីពិសេសដូចជាការចូលរួមកីឡាអូឡ িম্প ិកជាដើមពលរដ្ឋដែលព្យាយាមធ្វើដំណើរទៅកូរ៉េខាងត្បូងនិងចិនមិនបានសម្រេចនឹងត្រូវប្រហារជីវិតពួកគេមិនអាចតវ៉ាបានឡើយព្រោះការតវ៉ាជាមួយរដ្ឋាភិបាលក៏ត្រូវបានហាមឃាត់ដែរទី8ជាប់ទោស3ចំនួនឧទាហរណ៍ប្រសិនបើគេរកឃើញថាមានកំហុសក្នុងការនិយាយប្រឆាំងរដ្ឋាភិបាលនោះអ្នកនឹងអាចជាប់ទោស3ចំនួននៅជំរំឃុំឃាំង Khichon មានន័យថាអ្នកនឹងគ្រួសាររបស់អ្នកទាំងមូលនឹងត្រូវជាប់ពន្ធនាគារនៅទីនោះហើយអ្នកចំនួនក្រោយ2ចំនួនទៀតនឹងត្រូវកើតនិងត្រូវចំណាយពេលអស់មួយជីវិតនៅទីនោះទី9គ្មានតន្ត្រីអតីតមន្ត្រីកូរ៉េខាងជើងម្នាក់ឈ្មោះថាជីហាណាន់បានធ្វើឲ្យមានកំហុសដោយច្រៀងចម្រៀងកូរ៉េខាងត្បូងនៅឯពិធីបុណ្យណូអែលនាងត្រូវជាប់ពន្ធនាគាររយៈពេល3ឆ្នាំនិងទទួលការរំលោភបំពានផ្លូវភេទកម្លាំងពលកម្មបង្អត់អាហារនិងវាយដំយ៉ាងដំណំរហូតមិនអាចក្រោកឈរមួយខែរដ្ឋាភិបាលកូរ៉េខាងជើងលើកទឹកចិត្តតន្ត្រីដែលឧបត្ថម្ភដោយរដ្ឋនិងតន្ត្រីដែលសរសើរដល់ចលនាកុម្មុយនីសលោកគីមចុងអ៊ុនទី10គ្មានអ៊ីនធឺណិតអ្នកប្រើប្រាស់អ៊ីនធឺណិតគឺត្រូវបានប្រើប្រាស់អ៊ីនធឺណិតមួយរបស់រដ្ឋដែលមានឈ្មោះថាខ្វាំងមីយ៉ាងយ៉ាងណាមិញពលរដ្ឋកូរ៉េខាងជើងអាចប្រើប្រាស់អ៊ីនធឺណិតបានគឺក្រុមមន្ត្រីកម្ពុជាដែលកាន់អំណាចក្នុងជួររាជរដ្ឋាភិបាលសិស្សនិស្សិតដែលជាកូនរបស់ត្រកូលអភិជននិងអ្នកធ្វើការក្នុងអង្គភាពចារកម្មអ៊ីនធឺណិតរបស់រដ្ឋ